ngàyนี้มีเหตุการณ์ដែលផ្ទុះឡើងមួយនៅបណ្ដាញសង្គមដែលគួរឲ្យចាប់អារម្មណ៍គឺគេប្រទះឃើញពស់ដ៏ចម្លែកដែលគួរឲ្យខ្លាចមួយហើយគេសន្និដ្ឋានថានោះគឺជាពស់ត្បាល់ដ៏ពស់ហ្នឹងគឺរបៀបស្តៀងពស់ថ្លាន់ហើយកលាវាហ្នឹងគឺដូចជាអត់សកាឬគឺដូចជាមិនមែនសកាទេវាដូចជាកលាកពើវាដូចជាស្បែកកបោបសម្បីតែអ្នកភូមិក៏ដែរស្គាល់ដែរមិនដឹងថាទៅជាវាជាពស់អីទេសកាវាគឺมันដូចសកាពស់អត់មានសកាទេវាស្បែកហ្មងស្បែកវាអញ្ចឹងហ្មងនេះមើលក្បាលវាណរួញចូលនេះក្បាលវាហើយមនុស្សភាគច្រើននៅក្នុងវីដេអូហ្នឹងគេសន្និដ្ឋានថាវាគឺជាពស់ត្បាល់ហើយខ្ញុំក៏ចូលទៅមើលទៅគឺបើតាមគេដំណើរតគ្នាទៅគឺរូបរាងពស់បែបហ្នឹងគឺអត់សមជាពស់ត្បាល់ទេហើយខ្ញុំក៏ស្រាវជ្រាវនៅតាម website ផ្សេងដូចជា YouTube អីហ្នឹងតាមពិតពស់ហ្នឹងគេហៅថាពស់ប្រម៉ោយដំរីមិនមែនជាពស់ត្បាល់ទេបើពស់ត្បាល់ដែលយើងធ្លាប់ឮចាស់គាត់និយាយតគ្នាណាប៉ុន្តែវាអត់មានរឿងព្រេងនិទានណាមួយដែលដំណើរពីពស់ត្បាល់ធ្លាប់តែឮចាស់និយាយថាអូពស់ត្បាល់គឺជាពស់មួយដែលកាចគឺជាពស់មួយដែលអ្នកតាកាន់វាអត់មានពឹសទេគ្រាន់តែថាពស់ហ្នឹងគឺវាល្មៀលត្រឡប់តុកមករយយើងទៅវាខំវាអីយើងចឹងទៅហើយពស់ហ្នឹងគឺវាអត់វែងទេវាអត់អាចវាដូចពស់ធម្មតាទេតែបើតាមកលេចមើលពស់ដែលយើងឃើញហ្នឹងគឺពស់ហ្នឹងគឺវាវែងចឹងវាអត់ស័ក្តិសមលក្ខណៈពស់ត្បាល់ដែលចាស់គាត់ដំណើរតគ្នាទេហើយខ្ញុំស្រាវជ្រាវរកព័ត៌មានពី website ផ្សេងហ្នឹងពស់ហ្នឹងគឺជាពស់ប្រម៉ោយដំរីភាគច្រើនគឺរស់នៅតាមតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសកម្ពុជាយើងប្រទេសឥណ្ឌូនេស៊ីប្រទេសម៉ាឡេស៊ីប្រទេសថៃអីចឹងហើយពស់ហ្នឹងភាគច្រើនគឺវាអាចរស់នៅបានតែក្នុងទឹកព្រោះកាឡាវាហ្នឹងរបៀបស្បែកវាយាវាជាពស់មួយដែលចិត្តផុតពូជហ្នឹងហើយប៉ុន្តែវាអត់ស្ថិតនៅក្នុងបញ្ជីប្រភេទដែលសត្វផុតពូជទេព្រោះអីភាគច្រើនគេឃើញពស់ហ្នឹងច្រើននៅក្នុងព្រៃប៉ុន្តែវាចិត្តផុតពូជហើយមូលហេតុដែលវាចិត្តផុតពូជនោះដោយសារតែដំណើរវាហ្នឹងយឺតគឺវាបានតែរស់នៅក្នុងទឹកទេវាល្វាហ្នឹងហើយព្រោះអីកាឡាវាយឺតចឹងហើយមនុស្សភាគច្រើនគេចាប់វាបានគេចាប់ប្រវត្តិស្បែកវាយកទៅលក់ព្រោះស្បែកវាមានតម្លៃថ្លៃគេយកទៅធ្វើវត្ថុធាតុដើមផ្សេងដូចជាគ្រឿងសម្ភារៈកាបូបអីចឹងណាហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះហេតុការណ៍បែបហ្នឹងតើនេះគឺជាពស់ត្បាល់មែនឬអត់ក៏ជាពស់ប្រម៉ោយដំរីតែបើតាមខ្ញុំឮដំណើរចាស់គាត់និយាយតគ្នាហើយក៏ឃើញព័ត៌មានមួយចំនួនក៏ខ្ញុំជឿជាក់ថានេះវាមិនមែនជាពស់ត្បាល់ទេពស់ត្បាល់ហាក់ដូចជាមិនមានរូបរាងទេគឺដូចជាសត្វមួយក្នុងទេវកថាគេដំណើរតគ្នាសត្វមួយដែលយើងលែងឃើញហើយក៏ដូចជារបៀបថាដូចជាគោព្រៃតំណាងឲ្យប្រទេសខ្មែរចោះ